បាទជំរាបសួរក៏ដូចជាសួស្តីទៅដល់បងប្អូនទាំងអស់គ្នាដែលស្រឡាញ់ក្នុងការចិញ្ចឹមសត្វជាពិសេសបងប្អូនដែលចិញ្ចឹមមាន់បាទនៅក្នុងថ្ងៃនេះដែរដោយសារតែខ្ញុំទំនេរពីការងារក៏ចង់ថតបង្ហាញជាវីដេអូចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយប្រធានបទខ្ញុំថ្ងៃនេះគឺនិយាយអំពីការប្រើប្រាស់ថ្នាំបាញ់សម្លាប់មេរោគអញ្ចឹងនៅក្នុងទ្រុងមាន់របស់ខ្ញុំចាត់ទុកថាជាកត្តាសំខាន់ទី2ហើយបន្ទាប់ពីការប្រើប្រាស់វ៉ាក់សាំងដោយហេតុថាដោយពាក្យចាស់គេនិយាយអញ្ចឹងបងប្អូនការពារប្រសើរជាងព្យាបាលអញ្ចឹងការប្រើប្រាស់វ៉ាក់សាំងនេះគឺជាវិធីសាស្ត្រដើម្បីការពារទៅដល់សត្វមាន់កុំឲ្យវាឆ្លងឬក៏កើតនៅជំងឺអញ្ចឹងនៅពេលដែលយើងការពារបានជាប់អញ្ចឹងការព្យាបាលក៏មិនមានដែរបងប្អូនអញ្ចឹងវាចំណេញនៅក្នុងការចិញ្ចឹមសត្វរបស់បងប្អូនហើយនៅក្នុងទ្រុងមាន់របស់ខ្ញុំការបាញ់ថ្នាំសម្លាប់មេរោគគឺខ្ញុំធ្វើជាញឹកញាប់មែនទែនបងប្អូនដោយសារតែខែនេះគឺជាខែដែលប្រឈមមុខក្នុងការកើតជំងឺទៅលើសត្វមាន់ជាក់ស្ដែងនៅក្នុងទ្រុងមាន់របស់ខ្ញុំគឺមានបញ្ហានៅក្នុងខែហ្នឹងណាចឹងបងប្អូនក្នុងខែ11 12ហើយពាក់កណ្ដាលខែ1ហ្នឹងគឺវាត្រជាក់អញ្ចឹងនៅក្នុងទ្រុងមាន់របស់ខ្ញុំគឺតែងតែជួបបញ្ហាអញ្ចឹងឆ្នាំនេះគឺខ្ញុំបានធ្វើវិធានការផ្សេងដើម្បីទប់ស្កាត់នៅការមាន់ឈឺឬក៏ទប់ស្កាត់នៅជំងឺដើម្បីការពារទិន្នផលទៅដល់ការចិញ្ចឹមមាន់របស់ខ្ញុំអញ្ចឹងបងប្អូនហើយបន្ទាប់ពីខ្ញុំបោសសម្អាតហើយគឺទៅខ្ញុំបាញ់ថ្នាំបងប្អូនជាធម្មតាគឺខ្ញុំធ្វើការបោសសម្អាតហើយទៅខ្ញុំបាញ់ថ្នាំហើយការបាញ់ថ្នាំរបស់ខ្ញុំគឺខ្ញុំប្រើប្រាស់តែបំពង់បាញ់ថ្នាំធម្មតាទេបងប្អូនដោយសារតែទ្រុងមាន់របស់ខ្ញុំតូចដែរអញ្ចឹងគឺខ្ញុំប្រើប្រាស់បំពង់បាញ់ថ្នាំបាញ់ដៃធម្មតាបងប្អូនហើយដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងនេះគឺជាថ្នាំដែលខ្ញុំទិញមកសម្រាប់បាញ់ហើយថ្នាំហ្នឹងក្នុងមួយដបវាតែ 8,000 រៀលទេបងប្អូន 8,000 រៀលទេហើយតាមអ្នកលក់គេប្រាប់ក្នុងថ្នាំមួយដបហ្នឹងយើងអាចលាយទឹកបាន40 លីត្របងប្អូនក្នុងការបាញ់ហ្នឹងបងប្អូនប៉ុន្តែធុងកំប៉ុងដែលខ្ញុំបាញ់នេះគឺមានចំណុះតែ3 លីត្រទេបងប្អូនអញ្ចឹងយើងអាចបាញ់បានច្រើនដងប៉ុន្តែសម្រាប់ខ្ញុំថ្នាំមួយដបហ្នឹងគឺខ្ញុំប្រើប្រាស់តែ3 ដងទេគឺខ្ញុំប្រើប្រាស់រំលែកវាប្រើប្រាស់តែ3 ដងទេអញ្ចឹងបើតាមបរិមាណគេក្នុងមួយដបនេះគេប្រើប្រាស់រហូតដល់40 លីត្រអញ្ចឹងខ្ញុំប្រើប្រាស់តែ3 ដងហ្នឹងវាអស់តែ9 លីត្រទេអញ្ចឹងបងប្អូនដោយសារទ្រុងមាន់ខ្ញុំតូចខ្ញុំបាញ់តែ3 ដងទេគឺខ្ញុំបាញ់ឲ្យអស់ថ្នាំហ្នឹងហើយចង់ឲ្យវាមានប្រសិទ្ធភាពខ្ពស់ផងដែរអញ្ចឹងបន្ទាប់ពីការលាយថ្នាំហើយយើងក្លុកវាមកបងប្អូនក្លុកវាសពមកទៅយើងយកវាទៅបាញ់អញ្ចឹងបងដូចបងប្អូនឃើញក្នុងរូបភាពវីដេអូនេះអញ្ចឹងគឺខ្ញុំបាញ់នៅជុំវិញបរិវេណទ្រុងមាន់របស់ខ្ញុំទាំងមូលតែម្ដងយើងបាញ់នៅលើសាបនៅលើជញ្ជាំងឬក៏លើតំណុំមាន់ដេកហ្នឹងគឺយើងបាញ់គ្រប់កន្លែងតែម្ដងបងប្អូនដែលកន្លែងដែលមាន់យើងត្រូវតែប៉ះពាល់ទីនោះអញ្ចឹងវានឹងអាចកើតនៅជំងឺគ្រប់ទីកន្លែងដែលមាន់ទៅប៉ះពាល់អញ្ចឹងវាអាចឆ្លងអញ្ចឹងខ្ញុំធ្វើការបាញ់ឲ្យសពជុំវិញបរិវេណទ្រុងមាន់នឹងតែម្ដងហើយការបាញ់របស់ខ្ញុំគឺខ្ញុំប្រើប្រាស់កំប៉ុងបាញ់ដោយសពដៃទេបងប្អូនអត់មានការប្រើប្រាស់ម៉ាស៊ីនទេហើយដូចបងប្អូនឃើញក្នុងរូបភាពហ្នឹងគឺខ្ញុំបាញ់ថ្នាំហ្នឹងគឺវាអត់មានប៉ះពាល់អីដល់សត្វមាន់ទេបងប្អូនគឺខ្ញុំបាញ់ចូលកំប៉ុងទឹកចូលស្នូកចំណីគ្រប់កន្លែងហ្នឹងទោះបីជាមាន់ផឹកចូលក៏វាអត់មានបញ្ហាទៅដល់មាន់ដែរហើយវាសម្រាប់មេរោគ
ហើយនឹងកាត់បន្ថយក្លិនបានល្អមែនទែនបងប្អូនអញ្ចឹងនៅក្នុងឆ្នាំហ្នឹងក៏គេមានការណែនាំជាភាសាខ្មែរដែរបងប្អូនសម្រាប់ឲ្យយើងដាក់ក្នុងទឹកឲ្យបានផឹកវាមានជំនួយផ្សេងតែខ្ញុំអត់បានលម្អិតទេបើសិនជាបងប្អូនទិញថ្នាំនឹងមកប្រើបងប្អូនអាចមើលនៅលើសបកដបនឹងបានហើយខ្ញុំធ្វើការបាញ់ទាំងក្នុងទ្រុងខាងក្រៅគឺបាញ់ជំវិញបរិវេណនឹងទាំងអស់បងប្អូនដើម្បីការពារនៅការកើតនៅជំងឺដោយបងប្អូននឹងឃើញនៅក្នុងវីដេអូមុនអញ្ចឹងគឺបច្ចេកទេសនៅក្នុងការបាញ់ថ្នាំសម្រាប់មេរោគនេះគឺពីមុនមកគឺខ្ញុំមិនដែលធ្វើទេឆ្នាំមុនខ្ញុំមិនដែលធ្វើទេអញ្ចឹងវាតែងតែជួបបញ្ហាចឹងឆ្នាំនេះខ្ញុំបានបញ្ចូលនៅបច្ចេកទេសការបាញ់ថ្នាំសម្រាប់មេរោគនិងមួយទៀតហើយនឹងការប្រើប្រាស់វ៉ាក់សាំងដូចខ្ញុំបានបង្ហាញពុកម៉ែបងប្អូននៅក្នុងវីដេអូមុនគឺខ្ញុំប្រើប្រាស់វ៉ាក់សាំងគឺខ្ញុំប្រើបានតែ2មុខទេបងប្អូនប្រើបានយូកាសហើយនឹងអាសន្នរោគនេះបងប្អូនគឺខ្ញុំមកបាញ់នៅត្រង់ខាងក្រៅទៀតគឺត្រង់កូនមន់ទេបងប្អូនដោយសារតែមន់ខ្ញុំបែងចែកជា2មានខាងត្រង់មេមន់ហើយនឹងខាងបែងចែកខាងកន្លែងផ្សាមកូនមន់ហ្នឹងហើយបន្តពីការបាញ់ថ្នាំសម្រាប់មេរោគហើយគឺខ្ញុំមកថតនៅទស្សនវិជ្ជាក្នុងក្រុមមន់របស់ខ្ញុំហើយត្រឹមខែ11ថ្ងៃទី9ដែលខ្ញុំធ្វើវីដេអូនេះគឺមន់សុខភាពមន់របស់ខ្ញុំល្អធម្មតាហើយឥឡូវនេះក៏មិនតាន់ចោះត្រជាក់អីខ្លាំងដែរបងប្អូនហើយរងចាំមើលថាតបក្រោយពីអាកាសធាតុចោះត្រជាក់ខ្លាំងមន់របស់ខ្ញុំវាជួបបញ្ហាទៀតឬក៏យ៉ាងណាអញ្ចឹងបងប្អូនហើយខ្ញុំបានបញ្ចូលនៅបច្ចេកទេសថ្មីដូចអ្វីដែលខ្ញុំបានធ្វើវីដេអូមុនហ្នឹងហើយហ្នឹងហើយសង្ឃឹមថាឆ្នាំនេះការចិញ្ចឹមរបស់ខ្ញុំទទួលបានជោគជ័យហើយនឹងអាចជាគំរូឬក៏ដល់នៅកន្លឹះខ្លះទៅដល់បងប្អូនដែលចង់ចិញ្ចឹមមន់អញ្ចឹងបងប្អូនហើយហ្នឹងហើយបងប្អូនវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាជាប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណជម្រាបលា